បើនិយាយពីបញ្ហារបស់ជីវិតមនុស្សវាមានគ្រប់រឿងគ្រប់យ៉ាងទាំងអស់បាក់ទឹកចិត្តដោយសារជំងឺបាក់ទឹកចិត្តដោយសារសុខភាពបាក់ទឹកចិត្តដោយសារលុយកាក់បាក់ទឹកចិត្តដោយសារតែការងារជំនាញការសិក្សាទំនាក់ទំនង6ចំណុចនៅក្នុងជីវិតរបស់មនុស្សហ្នឹងឲ្យតែយើងជាមនុស្សគឺជួបបញ្ហាទាំងអស់គ្នាទេសម្រាប់អ្នកដទៃគ្រាន់តែមានជំងឺប៉ុណ្ណឹងហ្នឹងហេតុអីក៏បាក់ទឹកចិត្តហេតុអីក៏គិតមិនចេញហេតុអីក៏មិនចង់រស់ទៅមុខទៀតការពិតមនុស្សម្នាក់មានបទពិសោធន៍និងភាពធន់ភាពខ្លាំងរបស់ខ្លួនខុសៗគ្នាប៉ុន្តែអ្វីដែលធ្វើឲ្យយើងខ្លាំងបំផុតនោះគឺផ្លូវចិត្តរឹងមាំកាលណាតែយើងមានផ្លូវចិត្តរឹងមាំគឺឈ្នះគ្រប់យ៉ាងភាពមុខមុតរបស់យើងធ្វើឲ្យយើងនឹងអាចជំនះគ្រប់ឧបសគ្គហើយយកឧបសគ្គនិងបញ្ហាទាំងអស់ហ្នឹងជាឱកាសបានមានបងប្អូនមួយចំនួនដែលគាត់កំពុងខ្លាចជាអ្នកជំងឺមិនមែនមានតែយើងម្នាក់អ្នកជំងឺដែលកំពុងតែសម្រាកនៅលើក្រែព្យាបាលរាប់ម៉ឺនរាប់លានអ្នកប៉ុន្តែហេតុអីបានជាយើងយល់ថាកំសត់តែយើងបញ្ហាមួយជួបតែយើងខ្លួនឯងម្នាក់នេះដោយសារតែផ្លូវចិត្តទុនខ្សោយហើយក៏មិនខ្វះមនុស្សរាប់លានអ្នកដែលធ្លាប់ឈឺហើយជាពីជំងឺដែរបើសិនជាយើងមិនទាន់ព្យាបាលវាជា 100% ថ្ងៃហ្នឹងបើយើងនៅតែបន្តព្យាបាលវាគង់តែជាវាគង់តែរមូលហេតុនិងហេតុផលឃើញបើយើងមិនទាន់ជួបមនុស្សម្នាក់ដែលជួយយើងបានក៏មិនប្រកាសថាលើโลกនេះអស់មនុស្សដែលជួយយើងទេអញ្ចឹងសូមឲ្យមានកម្លាំងវិជ្ជមានសូមឲ្យមានកម្លាំងនៃការចាប់ផ្ដើមបន្តដំណើរទៅមុខទៀតជៀសវាងពីការបោះបង់ហើយចាំឲ្យបងប្អូនដែលកំពុងមានបញ្ហាជីវិតមិនថាបញ្ហាសុខភាពបញ្ហាលុយកាក់បញ្ហាជីវកម្មបញ្ហាមុខរបរបញ្ហាទំនាក់ទំនងបញ្ហាការរៀនសូត្រស្វែងរកខ្លួនឯងរកផ្លូវដែលខ្លួនឯងត្រូវធ្វើបានហើយរកមនុស្សដែលគ្រប់គ្រងអ្នករកមនុស្សដែលគិតថានឹងជឿជាក់ថាអ្នកអាចធ្វើបានឲ្យអ្នកទៅធ្វើនៅអ្វីដែលអ្នកចង់អរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅអរគុណសម្រាប់ការចំណាយពេលមើលវីដេអូដ៏ល្អមួយនេះហើយកុំភ្លេចចែករំលែកវីដេអូដ៏ល្អមួយនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកផងណា